កុំច្រឡំថាសត្វស្វីតគ្រាន់តែជួយធ្វើឲ្យរូបភាពរបស់យើងភ្លឺឬក៏ល្ងិតសត្វស្វីតក៏អាចធ្វើឲ្យរូបភាពរបស់យើងនឹងមើលទៅមានចលនាធម្មតាឬក៏មិនធម្មតាអញ្ចឹងថ្ងៃនេះយើងមកស្វែងយល់ពីសត្វស្វីតជាមួយគ្នាដោយវិធីនេះបើនិយាយមកដល់សត្វស្វីតវិញគឺយើងសំដៅទៅដល់រយៈពេលដែលកាមេរ៉ា shutter បើកឲ្យពន្លឺចូលមកកាន់កាមេរ៉ា sensor រយៈពេលប៉ុន្មានតើបើកឲ្យយូរឬក៏លឿននៅពេលដែលយើងធ្វើការផ្លាស់ប្ដូរសត្វស្វីតមិនថាដំឡើងទៅលឿនឬក៏ទម្លាក់មកយឺតទេមានការប្រែប្រួលពីរការប្រែប្រួលទី1គឺទៅលើពន្លឺហើយការប្រែប្រួលទី2ទៅលើភាពច្បាស់ឬក៏ព្រាលទៅលើវត្ថុណាដែលមានចលនាហើយពាក្យបច្ចេកទេសគេប្រើហ្នឹងគឺ exposure ជាមួយនឹង motion blurអ្នកទាំងអស់គ្នាមានបានចាប់អារម្មណ៍ឃើញថា shutter camera ពីរហ្នឹងបើកបិទខុសគ្នាបើកបិទមួយលឿនមួយយឺតអញ្ចឹងណាចំណុចហ្នឹងហើយដែលគេហៅថារយៈពេលដែល shutter camera បើកឲ្យពន្លឺចូលមកកាន់ sensor camera នៅពេលដែលយើងប្រើ shutter speed ខ្ពស់យើងឃើញថាកាមេរ៉ា shutter ហ្នឹងបើកនិងបិទលឿនមែនតើអញ្ចឹងក៏មានន័យថាពន្លឺក៏ចូលបានតិចដែរដែលធ្វើឲ្យរូបភាពយើងងងឹតក៏ប៉ុន្តែវាមានសមត្ថភាពចាប់យកសកម្មភាពដែលមានចលនាលឿនដែលធ្វើការផ្លាស់ទីលឿននឹងឯងដែលធ្វើឲ្យរូបភាពរបស់យើងមិនមានភាពព្រិលឬក៏មិនច្បាស់ទៅលើវត្ថុដែលមានចលនានោះឧទាហរណ៍ដូចជាមនុស្សកំពុងដើរស្បឿនលឿនឬក៏រត់ហាត់ប្រាណឬក៏បែបជាឡានឬក៏ម៉ូតូដែលកំពុងមានចលនាលឿនហ្នឹងឯងនៅពេលដែលយើងប្រើ shutter speed ទាបយើងឃើញថា shutter camera ហ្នឹងបើកបិទមានរយៈពេលយូរអញ្ចឹងក៏មានន័យថាឲ្យពន្លឺចូលមក sensor camera ក៏បានច្រើនដែរដែលធ្វើឲ្យរូបភាពរបស់យើងភ្លឺនឹងរឿងដែលយើងត្រូវចំណាំផងដែរហ្នឹងគឺថានៅពេលដែលយើងដាក់ shutter speed ទាបបែបហ្នឹងគឺវាអាចធ្វើឲ្យរូបភាពរបស់យើងព្រិលនៅពេលដែលវត្ថុមានចលនាលឿនឬក៏ដៃរបស់យើងហ្នឹងកាន់កាមេរ៉ាញ័រអញ្ចឹងវាធ្វើឲ្យរូបភាពហ្នឹងគឺព្រិលហើយគេប្រើ shutter speed ទាបដើម្បីថតដូចជាទឹកជ្រោះធ្លាក់ឬក៏ទឹកហូរឬក៏ long exposure ដែលឃើញជាខ្សែបន្ទាត់ឡាញនៅពន្លឺអីមួយហ្នឹងដែលយើងចំណាំឃើញហ្នឹងណាជ្រើសរើស shutter speed ខ្ពស់ឬទាបគឺអាស្រ័យទៅលើស្ថានភាពឬក៏រូបភាពដែលអ្នកទាំងអស់គ្នាចង់បង្កើតចេញមកយើងប្រើ shutter speed ទាបនៅពេលដែលកន្លែងហ្នឹងมันមានពន្លឺគ្រប់គ្រាន់ឬក៏នៅពេលដែលយើងចង់ថតបែប long exposure យើងប្រើ shutter speed 1/125 ទៅ200ជាចន្លោះធម្មតាដែលគេអាសាប្រើអញ្ចឹងណាយើងប្រើនៅក្នុងកន្លែងដែលមានពន្លឺគ្រប់គ្រាន់ហើយវត្ថុឬក៏របស់ដែលយើងថតហ្នឹងมันមានចលនាឬក៏មានចលនាតិចតួចហើយយើងប្រើ shutter speed លឿនមែនតើនៅពេលដែលគេថតទៅលើអ្វីមួយដែលមានចលនាលឿនឧទាហរណ៍ដូចឡានប៉ុណ្ណឹងម៉ូតូប៉ុណ្ណឹងឬក៏សត្វរត់លឿនៗអីហ្នឹងឯងអូខេអញ្ចឹងសូមសរុបខ្លីៗមកវិញធ្វើការផ្លាស់ប្ដូរ shutter speed មានរឿងពីរដែលយើងត្រូវស្គាល់ចាំទី1តាក់ទងជាមួយនឹងពន្លឺហើយទី2តាក់ទងជាមួយនឹង motion blur ឬក៏ភាពព្រិលរបស់រូបភាពហ្នឹងចឹងជ្រើសរើស shutter speed មកប្រើប្រាស់គឺអាស្រ័យទៅលើអ្នកទាំងអស់គ្នាចង់បង្កើតរូបភាពបែបម៉េចតែប៉ុណ្ណោះអូខេអញ្ចឹងជួបខ្ញុំស្រស់នៅវីដេអូក្រោយបាយហា